បាទជំរាបសួរពុកម៉ែបងប្អូនអរគ្នាខ្ញុំបាទខ្ញុំសេងហាងលីហើយថ្ងៃនេះដែរគឺខ្ញុំមកសូមបង្ហាញពុកម៉ែបងប្អូនអរគ្នាក្រោយពីយើងប្រមូលផលបន្លែនៅក្នុងផ្ទះសំណាញ់របស់យើងហើយយើងត្រូវធ្វើឲ្យគេខ្លះអញ្ចឹងក្រោយពីប្រមូលផលបន្លែអស់ហើយគឺយើងចាប់ផ្ដើមរៀបចំរងឲ្យស្អាតកាក់សំណល់បន្លែនឹងយើងរើចេញឲ្យស្អាតអស់ទៅហើយបន្តមកទៀតគឺយើងចាប់ផ្ដើមរៀបយកប្រព័ន្ធទឹកទយោតំណរបស់យើងហ្នឹងគឺរៀបទុកម្ដុំហើយបន្តមកទៀតគឺយើងចាប់ផ្ដើមយកលបាយដីឬក៏ជីអាចគោស្ងួតឬក៏យើងយកជីហយន្តយកទៅលាយចូលគ្នាមានន័យថាយើងទីមួយគឺយើងត្រូវមានកាមមានដីសម្រេចមានជីហើយនិងកបោសអញ្ចឹងយើងលាយចូលគ្នាទៅយើងអាចលាយហើយយកមកចាក់រោយនៅលើរងរបស់យើងក្រោយពីយើងរៀបចំរងរួចអស់ហើយអញ្ចឹងគឺយើងបាចកបោសទៅលើថែមទៀតដើម្បីការពារមេរោគក្រោយពីយើងរៀបចំរួចអស់ហើយគឺយើងទុកហាមមួយសប្តាហ៍ទៅយើងអាចបើកទឹកចោលទៅហើយយើងអាចដាក់ដាំដំណាំថ្មីផ្សេងទៀតបានអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេប៉ុន្តែអ្វីដែលខ្ញុំចង់បង្ហាញពុកម៉ែបងប្អូនបន្ថែមទៀតនោះគឺតាក់ទងទៅនឹងផ្ទះសំណាញ់ហើយផ្ទះសំណាញ់នេះដែរគឺមានអត្ថប្រយោជន៍ច្រើនខ្លាំងមែនទែនពុកម៉ែបងប្អូនទីមួយគឺវាជួយការពារពីសត្វល្អិតដែលមកពីខាងក្រៅនឹងចូលមកក្នុងផ្ទះសំណាញ់របស់យើងទីពីរការពាររាល់ការបំផ្លាញរបស់សត្វស្អិតផ្សេងដូចជារុយសសត្វល្អិតចង្រៃដែលពពួកអណ្ដើកមាសអីហ្នឹងគឺការពារបានគ្រប់ជ្រុងជ្រោយតែម្ដងវីដេអូរបស់ខ្ញុំគឺអត់មានច្រើនទេគ្រាន់តែសូមបង្ហាញពុកម៉ែបងប្អូនអរគ្នាតែប៉ុណ្្នឹងទេសូមអរគុណពុកម៉ែបងប្អូន